năng anh chẳng nhom xong thưa video bây giờ bị ca pra download រូបភាពឬក៏ download វីដេអូចេញពី Instagram សារថ្មីបាទអញ្ចឹងឧទាហរណ៍ថាយើងចង់ download ពី Instagram អញ្ចឹង profile ខ្លះគឺមានវីដេអូផងមានរូបភាពផងហើយអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍យក profile មួយនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ download profile មួយហ្នឹងគឺខ្ញុំ copy បាទ copy URL វានឹងមកបន្ទាប់មកយើងមកបើក tool ពេលដែលយើងបើក tool ហើយយើងចង់ download Instagram អញ្ចឹងយើង click នៅលើ Instagram នឹងមកបាទអញ្ចឹងជម្រើសមាន3ទី1 one profile មានថាយើង down reel ចេញពី profile ដែលយើងចង់ down ណាបាទហើយឡៃនេះគឺ custom link ហ្នឹងមានន័យថាយើងមានតែ 4-10 link ទេយើងចង់បាក់ download តែ 4-10 វីដេអូដែលយើងគិតថាវីដេអូល្អយើងយក custom link ហ្នឹងមកហើយទី3គឺរូបភាពបាទអញ្ចឹងឥឡូវខ្ញុំសូមបញ្យល់តាក់ទងនឹង one profile មុនអញ្ចឹងខ្ញុំរើសយក one profile ហើយខ្ញុំចុចពាក្យ pass link ដើម្បីធ្លាក់ link ចូលនៅក្នុង tool របស់យើងហើយខ្ញុំរើសទីតាំងផ្ទុកវីដេអូយើងយកមកដាក់កន្លែងនេះហើយខាងលើនេះគឺមាន number no number ហើយនឹង number in the end number ហ្នឹងមានន័យថាមានលេខ1លេខ2តាមលេខរៀងហ្នឹងនៅមុខចំណងជើងកន្លែង no number នេះគឺអត់មានលេខទេគឺមកចំណងជើងសុទ្ធប៉ុន្តែបញ្ហាត្រង់ថាបើសិនជា profile មួយហ្នឹងមានចំណងជើងដដែលអញ្ចឹងវីដេអូហ្នឹងគឺបាត់ហើយហើយតាក់ទងនឹង number in the end ហ្នឹងមានន័យថាយើងឲ្យលេខវាវិញលេខ1លេខ2លេខ3វានៅខាងកតុយចំណងជើងវិញខាងចុងណាបាទហើយតាក់ទងនឹង title កន្លែងនេះគឺយើងរើស title បាទហើយកន្លែងនេះមានន័យថា remove hashtag ឧទាហរណ៍ថា profile មួយហ្នឹងគឺគេដាក់ hashtag ច្រើនអញ្ចឹងបើសិនជាយើងយកកន្លែងនេះគឺវានឹង remove hashtag ចេញគឺវាទុកតែ3ឯងបាទវាយកតែ3ឯងហើយកន្លែងនេះវាច្រើនយើងអត់សូវប្រើទេ title បូក ID ហើយនឹង ID យើងអត់សូវយកអ្វីដែលសំខាន់គឺយើងយកតែពីរនេះទេអញ្ចឹងទៅតាមតម្រូវការអញ្ចឹងខ្ញុំសូមរើសយកកន្លែងនេះចុះព្រោះឥឡូវបច្ចុប្បន្ន Facebook គឺមិនចង់ឲ្យយើងដាក់ hashtag ច្រើនទេហើយកន្លែង auto size នេះអត់អីទេអាហ្នឹងបាទពេលច្រើនវាដើរតែនៅលើ YouTube ពេល YouTube ក្នុងករណីខ្លះចង់បានធំយើងយកបេះប៉ុន្តែអានេះពីរនេះគឺដូចតែគ្នាទេហើយកន្លែង cookie នេះយើងដាក់ក៏បានអត់ក៏បានក្នុងករណីយើង down អត់បានឬក៏ IP យើង spam អញ្ចឹងយើងត្រូវដាក់ cookie ឯងប៉ុន្តែ IP របស់ខ្ញុំសាក down គឺអត់មានបញ្ហាទេអញ្ចឹងខ្ញុំអត់មានយក cookie ទេហើយកន្លែង number នេះមានថាយើងចង់ download តែ100 វីដេអូយើងបង់លេខ100 វីដេអូមកអញ្ចឹងវាពេលដែលវាបាន100 វីដេអូវាឈប់ download ហើយអូខេអញ្ចឹងឥឡូវយើងមកមើលលក្ខខណ្ឌយើងវិញយើងដាក់ link ហើយនឹងទីតាំងដាក់រូបភាពហើយតោះមកខ្ញុំចុចពាក្យ download កន្លែងនេះយើងចេញ message បែបហ្នឹងអត់អីទេបាទយើងចាំវាទៅអញ្ចឹងមកលេខ1នេះហើយនេះបាទហើយផ្ទាំងនេះហេតុអីបានចេញផុស1ហើយផុស5ដោយសារតែយើង download តែវីដេអូ reel បាទវីដេអូ reel ចេញពី profile ហ្នឹងអញ្ចឹងផុសទី2ទី3ទី4មិនមែនជាវីដេអូ reel ទេគឺជារូបភាពអញ្ចឹងវាម្លងវាយកតែវីដេអូ reel ទេមិនមែនយើងdownload ម្លងវីដេអូណាបាទកន្លែងហ្នឹងសូមយល់កន្លែងហ្នឹងអញ្ចឹងយើងចាប់ដើមបានហើយអញ្ចឹងខ្ញុំចុចពាក្យ stop អញ្ចឹងពេលចុច stop ពេលខ្លះបើសិនជាវាពង download វីដេអូមួយចុងក្រោយវាត្រូវការចប់សិនគេថាវា download មួយវីដេអូចុងក្រោយសិនបានវាចប់តាក់ទងនឹង stop នេះណាឥឡូវយើងមកមើលរូបភាពម្ដងយើងមើល custom link ម្ដងអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចលើនេះដើម្បីយើងយក reel អញ្ចឹងឧទាហរណ៍ថានេះជាវីដេអូ reel អញ្ចឹងខ្ញុំយក4វីដេអូតបមកខ្ញុំរើស custom link
តមកខ្ញុំចុចពាក្យ pass link បាទអញ្ចឹង option លើនេះខ្ញុំយកដដែលតែ folder ខ្ញុំលុបចោលអូខេអញ្ចឹងនេះ link វីដេអូសំខាន់ដែលយើងចង់ download ហើយទីតាំងវីដេអូដដែលបាទប៉ុន្តែកន្លែងនេះគឺយើងរើស custom link មិនមែនជា one profile ទេបាទតមកខ្ញុំចុចពាក្យ downloadកន្លែងចេញ message នេះអត់អីទេបាទអញ្ចឹងចាំវាបន្តិចមកនេះវាចាប់ផ្ដើម download មកហើយតើតើនឹង Instagram ហ្នឹងរៀងយឺតបន្តិចបាទមិនលឿនទេដោយសារវាពិបាក download ដែរអូខេអញ្ចឹងដើរណាឥឡូវយើងមកមើលរូបភាពម្ដងអញ្ចឹងខ្ញុំចុចប៊ូតុង stop រូបភាពយើងឈរនៅលើ profile វិញបាទយើងឈរនៅលើ profile វិញបាទនេះណាបាទ profile វិញ copy វាមកបន្ទាប់មកយើងចុចពាក្យ pass link ឃើញទេយើងធ្លាក់មកប៉ុណ្ណេះអញ្ចឹងទីតាំងខ្ញុំដាក់ដដែលប៉ុន្តែកន្លែងនេះខ្ញុំរើសរូបភាពបាទ download picture ខ្ញុំលុបចោលអញ្ចឹងទីតាំងដដែលខ្ញុំចុចពាក្យ downloadចឹងចាំវាបន្តិចទៅអូខេចាប់ផ្ដើមមកហើយឃើញទេនេះរូបភាពនេះឲ្យតែចេញកតុយ extension JPG នេះគឺរូបភាពអញ្ចឹងខ្ញុំសុំចុចបិទបាទហើយខ្ញុំបញ្យល់មួយទៀតឧទាហរណ៍ថាខ្ញុំឈរនៅលើ profile មួយនេះចុះ profile មួយនេះអត់មានរូបទេបាទអត់មានរូបទេតែយើងអត់ដឹងថា profile ហ្នឹងមានរូបឬអត់គឺយើងមកមើលកន្លែងនេះគឺសិតតែ icon real ហើយតាក់ទងនឹង profile នេះមានសញ្ញានេះបាទហ្នឹងមានន័យថារូបភាពហើយអញ្ចឹងក្នុងករណីយើងអត់ដឹងថា profile មួយហ្នឹងមានរូបភាពឬអត់អញ្ចឹងឧទាហរណ៍ថាយើង copy link ហ្នឹងមកយកមកដាក់ចូល tool របស់យើងហើយយើងរើស function download រូបភាពទីតាំងខ្ញុំដាក់ដដែលតោះមកខ្ញុំចុចពាក្យ download អញ្ចឹងយើងចាំវាបន្តិចមកវាចាប់ដើមដើរហើយប៉ុន្តែអ្វីដែលយើងបានគឺមិនមែនជារូបភាពទេគឺជាវីដេអូអញ្ចឹងមានថាយើង download វីដេអូឬ function ហ្នឹងក៏បានដែរប៉ុន្តែគ្រាន់តែគុណសម្បត្តិរបស់វាគឺអត់មានចំណងជើងទេគឺមានតែ ID ឥឡូវចាំមើលវាចប់មកវីដេអូសិនអូខេយើងបានណាឃើញទេអត់មានចំណងជើងទេ18បាទអញ្ចឹងគុណសម្បត្តិរបស់វាគឺវាបានរហូតដល់18ប៉ុន្តែអត់បានចំណងជើងតែបើយើងរើស function នេះគឺយើង download រៀងបានចំណងជើងប៉ុន្តែបានតែត្រឹម720ទេអញ្ចឹងអាច download ទៅតាមតម្រូវការរៀងខ្លួនបានអញ្ចឹងវីដេអូរបៀបប្រើប្រាស់ download ចេញពី Instagram គឺមានតែប៉ុណ្្នឹងទេ